របៀបដំឡើងកម្មវិធី GS Pro 3.5.4 អញ្ចឹងតើតើនឹង version របស់ GS Pro បច្ចុប្បន្នវា update ដល់ 3.6 ហើយប៉ុន្តែ 3.6 វាមិនទាន់ full package ឲ្យយើងប្រើប្រាស់ស្រួលអញ្ចឹងនៅក្នុង tip នេះខ្ញុំលើកយកការតម្លើងឲ្យ full នៅក្នុង 3.5.4 ដើម្បីងាយស្រួលក្នុងការធ្វើការងារក៏ដូចជាប្លង់ដីឬក៏ផែនទីជំរាបសួរនិងសូមស្វាគមន៍ទៅដល់បងប្អូននិងសិស្សានុសិស្សទាំងអស់គ្នាដែលមកកាន់ GS Khmer Learning ថ្ងៃនេះដែរខ្ញុំលើកយក tip មួយទាក់ទងនឹងការដំឡើងកម្មវិធី GS Pro 3.5.4 ឲ្យ full version អញ្ចឹងបច្ចុប្បន្ននេះកម្មវិធី GS Pro វាបាន update ដល់ 3.6 ហើយប៉ុន្តែ 3.6 វាមិនទាន់ full package ឲ្យយើងប្រើប្រាស់ស្រួលនៅឡើយទេវាស្ថិតនៅក្នុង version សាកល្បងអញ្ចឹងហើយនៅក្នុង tip នេះខ្ញុំលើកយកការដំឡើង 3.5.4 នេះដោយសារខ្ញុំបានធ្វើការតេស្តវាហើយឃើញថាវាមានភាពងាយស្រួលប្រើប្រាស់ជាង version មុនអញ្ចឹងហើយខ្ញុំលើកយក tip នេះមកចែករំលែកទៅដល់បងប្អូននិងសិស្សានុសិស្សទាំងអស់គ្នាដើម្បីអាចតម្លើងនិងប្រើប្រាស់បានមួយដែលខ្ញុំ rename ហ្នឹងវាជា file Windows Desktop Runtime 8.0.20 64 bit file Windows Desktop Runtime នេះវាជា file មួយដែលអនុញ្ញាតឲ្យយើងតម្លើងមុននឹងយើងចូលទៅដល់ការដំឡើងទៅលើកម្មវិធីយើងត្រូវតែតម្លើង file Windows Runtime ហ្នឹងឬក៏យើងហៅថា Microsoft.NET Desktop Runtime version 8ហ្នឹងអញ្ចឹងយើងចុចតម្លើងមកចុច next ចុច yes មួយមកអញ្ចឹងអានេះលឿនដែរទេ Microsoft Windows Runtime version 8អូខេបន្ទាប់ពីយើងតម្លើងរួចកន្លែងនេះវាដាក់ installation successful មានន័យថាវាបានតម្លើងរួចរាល់បើតើនេះ fail មានន័យថាអាចមាន Microsoft Runtime version ផ្សេងទៀតដែលវា error ជាមួយនឹង version ហ្នឹងណាអញ្ចឹងយើងមើលគឺ complete ហើយអញ្ចឹងបន្តមកទៀតយើងតម្លើងទៅ step ទី2គឺ GS Pro 3.5 ដែលគេដាក់35ហ្នឹង19 5271ដែលជា version ដែលយើងត្រូវតម្លើងដែលជាកម្មវិធី GS Pro ដែលយើងត្រូវប្រើប្រាស់ហ្នឹងអញ្ចឹងយើងតម្លើង step ទី2មកលេខរៀងទី2មកនេះវាអាចយូរឬឆាប់វាអាស្រ័យទៅលើ spec computer របស់យើងណាហើយ file នេះមានទំហំ 2G ជាងហើយបើយើងតម្លើងហើយវា C space នៅក្នុង drive C ខ្ទង់ 6G ទេអញ្ចឹងខ្ញុំចុច nextអូខេកន្លែងនេះយើងមិនចាំបាច់ដោះ tick ទេកន្លែងនេះយើងចុច close យកមកតមកវានឹងមាន load message មួយនៅកន្លែងនេះយើងចុចលើ message ហ្នឹងមកយើងធ្វើការចុច next បន្តទៀតនៅត្រង់កន្លែងនេះចុច next ខ្ញុំចុច next យក I accept យើងចុច next ចុច next ទៀតនៅត្រង់កន្លែង select filter នេះយើងជ្រើសរើសកន្លែង AI model ហ្នឹងមកយើងជ្រើសរើសយក this filter on all sub filter ហើយយើងធ្វើការចុច next ហើយយើងចុច install អញ្ចឹងយើងរងចាំវាបន្តិចទៅអាចកុំព្យូទ័រខ្លះវាអាចដល់20នាទីឬក៏កន្លះម៉ោងវាអាស្រ័យទៅលើកុំព្យូទ័រខ្លះតែ10នាទីទេអញ្ចឹងវា load message មួយបញ្ជាក់ប្រាប់យើងដែរអញ្ចឹងយើងចុច yes មក yes អញ្ចឹងវានឹងដំណើរការកម្មវិធីហ្នឹងយើងរងចាំរហូតដល់វាដើរចប់នៅក្នុង item ទី2ហ្នឹងយើងនឹងតម្លើង item ទី3បន្តទៀតអូខេពេលដែល install រួចវា load កន្លែងនេះយើងដោះ tick run ហ្នឹងមួយមកព្រោះយើងអត់ទាន់អាចដំណើរការបានទេចុច finish មកនៅត្រង់កន្លែងនេះយើងតម្លើងទៅលើលេខរៀងទី3ដែលលេខរៀងទី3ហ្នឹងគឺ GS Pro 3.5 Data Interoperability Extension អញ្ចឹងវាជា extension មួយដើម្បីធ្វើការ import ឬ export data format ណាអ
ច្រើនដូចជា file GML KML KMZ GeoPacket Advanced FME Engine ឬក៏ file ផ្សេងទៀតដែលជា data format ណាអញ្ចឹងយើងតឡើង file នឹងមួយទៅវាងាយស្រួលក្នុងការធ្វើការងារជាមួយនឹង import ឬក៏ export data format របស់យើងអញ្ចឹងយើងតឡើងលេខរៀងទី3នឹងទៀតមកអូខេអញ្ចឹងនៅក្នុងចំណុចនេះយើងអាចធ្វើការចុច next មកកន្លែងនេះយើងចុច close មកយើងមិនបាច់ដោះ tick ទេដើម្បីឲ្យវាដំណើរការ program បើយើងដោះ tick program ហ្នឹងអត់ run ទេអញ្ចឹងយើង tick វាណាយើងចុច close មកអញ្ចឹងវានឹង load message មួយនៅផ្នែកខាងក្រោមនេះយើងចុចលើ file ហ្នឹងមកយើងចុច install សំទោសចុច next ចុច next ទៀតហើយ I accept ចុច next ចុច next ទៀតចុច install តោះមកយើងចុច yes អញ្ចឹងយើងរងចាំ file data interoperability extension នឹងដើររួចយើងអាចទៅតឡើង step បន្តទៀតតែប៉ុន្តែយើងតឡើងតែមួយ file នេះគឺយើងអាចប្រើបានដែរនៅក្នុង item ទី2ក៏យើងអាចប្រើបានដែរប៉ុន្តែបើយើងចង់ឲ្យស្រួលយើងត្រូវតឡើង step ដូចជា data interoperability extension ហ្នឹងទៅវាងាយស្រួលក្នុងការ import ឬក៏ export data format ហើយ ArcGIS license មាន ArcGIS help អីផ្សេងទៀតណាខ្ញុំនឹងបញ្យល់នៅក្នុងការដំឡើងនេះអញ្ចឹងយើងរងចាំការដំឡើងនៅក្នុងលេខរៀងទី3នេះឲ្យចប់សិនទៅអញ្ចឹងប្រហែលជា2នាទីទៀតណាវាដើរចប់ហើយអូខេអញ្ចឹងតកតងនឹងលេខរៀងទី3 ArcGIS data interoperability extension យើងតឡើងរួចហើយយើងចុច OK finish មកយើងតឡើងលេខរៀងទី4ម្ដងអញ្ចឹងនៅក្នុងលេខរៀងទី4នេះគឺ ArcGIS License Manager Windows 2025អញ្ចឹងប្រើសម្រាប់ license Thai ដែលជាប្រភេទដែលជា floating ឬក៏ concurrent ណាអញ្ចឹងសម្រាប់ការងារជាមួយនឹង server organization ឬក៏ university អីសម្រាប់ការងារ server គឺយើងត្រូវតឡើងបើក្នុងករណីយើងជា user ធម្មតាយើងមិនចាំបាច់តឡើងក៏បានដែរណាហើយបើសិនជាយើងមាន user E3 account មិនចាំបាច់តឡើងទេតែបើយើងអត់មានយើងតឡើងទៅដើម្បីងាយស្រួលដែរសម្រាប់ជា license មួយឲ្យយើងធ្វើការ configure ទៅលើ server ឬក៏សម្រាប់គ្រប់គ្រងការងារផ្សេងអូខេយើងចុចតឡើងវាទៅវាទូចដែរទេ file លេខរៀងទី4នេះចុច next ចុច close មួយមកចុច yes មួយមកអូខេវា load message នៅខាងក្រោមចុច next ចុច accept ចុច next ចុច next ទៀតចុច install
ចឹងវាអាចរៀងយូរដែរ license នេះខ្ញុំអាច stop video ទីសិនអូខេអញ្ចឹងនៅក្នុង ArcGIS license manager នេះយើងបានតម្លើងរួចរាល់ហើយយើងតម្លើងនៅក្នុងលេខរៀងទី5មួយទៀតមក ArcGIS Hub នេះវាងាយស្រួលក្នុងការយើងអាន document មើល document អីផ្សេង guideline អីផ្សេងនៅក្នុងករណីដែលយើងអត់មានអ៊ីនធឺណិតណាយើងអាចប្រើវាជំនួសបាន offline មិនចាំបាច់មានអ៊ីនធឺណិតទេអញ្ចឹងកន្លែងនេះយើងចុចclock មួយមកយើងមាន load message នេះមួយយើងចុច next ចុច I accept ចុច next ចុច install មុននេះយើង ArcGIS license នេះក៏យើងត្រូវចុច yes ដែរដំបូងខ្ញុំដោយសារយើងអត់បានចុចនេះ ArcGIS license នេះពេលដែលយើង OK នៅក្នុង step ទី4ណាយើងចុច OK ឲ្យអស់មកអញ្ចឹង ArcGIS Hub នេះគឺ offline document សម្រាប់សម្រួលការងារយើងសម្រាប់យើងអាន ArcGIS document ដោយគ្មានអ៊ីនធឺណិតមាន tutorial មាន tool explanation មាន model builder help អីផ្សេងណាអញ្ចឹងយើងអាចមើលវាបានក្នុងករណីដែលយើងមិនមានអ៊ីនធឺណិតយើងមើលតាម document guideline ហ្នឹងបានអូខេអញ្ចឹងអានេះក៏រៀងយូរដែរ ArcGIS Hub នេះអូខេអញ្ចឹងនៅក្នុងលេខរៀងទី5 ArcGIS Hub ArcGIS Pro Hub នេះយើងបានតម្លើងរួចរាល់ហើយអូខេយើង back មកវិញមកយើងចូលទៅក្នុង folder មួយទៀតដែលមានឈ្មោះថា patch នេះវាមាន4 file ដែរវាមាន file សម្រាប់ update បើសិនជាយើងអត់ update វាទេវាបានត្រឹម 3.5 ឯងអញ្ចឹងយើង update 3.5.1.5.2.5.3 រហូតដល់ 3.5.4 អញ្ចឹងយើងចុចតម្លើងវាមក update វាមួយមកបញ្ជាក់ថាបើសិនជាយើងអត់ update ក៏បានដែរប៉ុន្តែវាបានត្រឹម version 3.5 ឯងអត់បានឡើងដល់ 3.5.4 ទេអញ្ចឹងយើងចុច update វាមកឲ្យវាបាន version ខ្ពស់តិចទៅគេចុច yes មួយយើងធ្វើការ updateអូខេអញ្ចឹងនៅក្នុងចំណុចនេះយើងដោះ tick ណាហើយចុច finish យើង update បន្តទៀតយើង update តាមលេខរៀងហ្នឹងវាមកពីលេខរៀងទី1រហូតដល់ទី4ហ្នឹងបើយើង update ត្រឹមនេះបានត្រឹម 3.5.2 ឯងអញ្ចឹងយើង update រហូតទៅដល់ 3.5.4 មកបានយើងបាន version 3.5.4 ហ្នឹងយើង yes មួយមកវាដំណើរការអូខេអញ្ចឹងយើងដោះ tick មួយទៀតយើង finish យើងតម្លើងទី3ទៀតចុច update មួយទៀតមកចុច yes មួយមកអញ្ចឹងវានឹង update ឡើងមក version ទៀត 3.5.3 អញ្ចឹងខ្ញុំដោះ tick ហើយខ្ញុំ finish ខ្ញុំកន្លែងនេះវាឲ្យយើង restart computer មួយណាបើសិនជាយើងចង់ restart យើង restart ដែរប៉ុន្តែខ្ញុំអត់តន់ចង់ restart ទេព្រោះខ្ញុំតម្លើងអត់តន់ហើយវា no មកហើយខ្ញុំតម្លើងទៅលើ step មួយទៀតខ្ញុំ update មួយទៀតមកខ្ញុំ update ទៅហើយនៅក្នុង version 3.5.4 របស់ខ្ញុំការคลิปបែបនេះចាហើយអរគុណដល់វគ្គកងអូខេយើងរងចាំនៅក្នុងការ update ទៅដល់ 3.5.4 ចប់យើងនឹងធ្វើការ patch វាម្ដងទៀតគឺយើងប្រើបានហើយអញ្ចឹងយើងរងចាំវាតិចសិនណាអូខេអញ្ចឹងកន្លែងនេះយើងដោះ tick មួយហើយយើង finish ហើយយើង back មកយើងមាន file patch នេះមួយទៀតណានេះយើង copy file patch នេះមួយទៀត patch នេះអានេះសម្រាប់ update ណា
ប៉ុន្តែនេះ file patch សម្រាប់ update អានេះ file patch សម្រាប់យើង patch នៅក្នុង location ខ្ញុំ right click យកពាក្យ copy ហើយខ្ញុំ minimize មកហើយនេះខ្ញុំបិទមកនេះខ្ញុំបិទដែរមកចឹងយើងចូលទៅកាន់ start menu យើងចូលទៅកាន់ all យើងចូលទៅកាន់ ArcGIS យើងឃើញមាន ArcGIS Pro មួយយើងទាញមកដាក់លើ desktop មកអានេះជា version ចាស់របស់ខ្ញុំខ្ញុំ right click ខ្ញុំយកពាក្យ open file location តោះមកខ្ញុំ right click ខ្ញុំយកពាក្យ patch ខ្ញុំ replace ខ្ញុំ continue តោះមកខ្ញុំបិទហើយខ្ញុំចូលទៅក្នុង file create មិញមាន file org មួយយើង double click ចុច run ចុច yes ចុច yes មកចុច OK មកអញ្ចឹងយើងបានតឡើង success ហើយនៅក្នុងការតឡើងទៅលើកម្មវិធី GIS Pro 3.5.4 របស់យើងឥឡូវយើងទៅមើល version បន្តិចអូខេអញ្ចឹងយើងបានតឡើងរួចរាល់ហើយយើងអាចចូលមកកាន់ setting យើងមើលទៅលើ product info យើងឃើញថាយើងបានតឡើង 3.5.4 រួចរាល់ហើយអញ្ចឹងបច្ចុប្បន្នវាអាប់ដល់ 3.6 ប៉ុន្តែដូចខ្ញុំបញ្ជាក់ពីមុនដំបូងវីដេអូហ្នឹងគឺ 3.6 វាអត់ទាន់ដំណើរការស្រួលទេអញ្ចឹងយើងតឡើង version នេះសិនណា 3.6 ហើយជា2-3ខែទៀតទើបវាអាចមាន full package ឲ្យយើងប្រើប្រាស់ណាអញ្ចឹងយើងអាចបើក map អីធម្មតាបច្ចេកអីធម្មតាដូចការងាររបស់យើងពីមុនអញ្ចឹងប៉ុន្តែគាត់ថាវា up version វាធ្វើការផ្លាស់ប្ដូរទៅលើ UX UI ឬក៏ interface របស់វាមួយចំនួនដែរសម្រាប់ឲ្យយើងធ្វើការងារអញ្ចឹងនៅក្នុងការ install software GIS Pro 3.5.4 របស់ខ្ញុំគឺយើងមានតែប៉ុណ្្នឹងទេហើយបងប្អូនគិតថាវីដេអូនេះមានសារៈសំខាន់កុំភ្លេចជួយ share វីដេអូនេះនិងជួយ subscribe ទៅលើ channel YouTube ម្នាក់មួយផងដើម្បីទទួលបានចំណេះដឹងថ្មីៗទៀតហើយបច្ចុប្បន្ននេះយើងក៏មានបរិញ្ញាបត្រសិក្សាថ្មីដែរដែលតើនឹង GIS មិនថាវគ្គមូលដ្ឋានផ្ដោតទៅលើការងារប្លង់ដីផែនទីគ្រប់គ្រងទិន្នន័យក្បាលដីdrone data processing ហើយបច្ចុប្បន្ននេះក៏មានខាងបណ្ដាញអគ្គិសនីផែនទីជាច្រើនដែលសិស្សានុសិស្សកំពុងតែសិក្សាហើយថ្មីនេះទៀតយើងក៏មានរៀបចំវគ្គ remote sensing ដែរពេលដែលយើងរៀបចំហើយយើងនឹងផ្សព្វផ្សាយជូនដែរអញ្ចឹងជាចុងក្រោយម្ដងទៀតក៏សូមអរគុណទៅដល់បងប្អូនដែលខំតាមដានវីដេអូការតម្លើង software GIS Pro 3.5.4 នេះពីដើមរហូតដល់ចប់បាទសូមអរគុណ